ព្រះបន្ទូលលើកទឹកចិត្តថ្ងៃទី14ខែមករាមានចំណងជើងថាដើរក្នុងជីវិតថ្មីអត្ថបទសេដោយ Oswald Chamber បកប្រែសម្រួលនឹងអានដោយ Aum Samuel ព្រះបន្ទូលថ្ងៃនេះរ៉ូមចំពោះ6ខ4ដូច្នេះយើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មីដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញដោយសារសេរីល្អនៃព្រះបិតាដែរដើរក្នុងជីវិតថ្មីគ្មាននរណាម្នាក់អាចចូលទៅក្នុងបទពិសោធន៍នៃការញែកជាបរិសុទ្ធទាំងស្រុងដោយមិនឆ្លងកាត់ពិធីបុណ្យសពដែលជាការបញ្ចុះជីវិតចាស់របស់យើងនោះទេប្រសិនបើវិបត្តិនេះមិនធ្លាប់កើតឡើងទេប្រសិនបើអ្នកមិនដែលសម្លាប់ជីវិតចាស់របស់អ្នកទេការញែកជាបរិសុទ្ធគឺគ្មានអ្វីក្រៅពីនិមិត្តនោះទេវាគឺជាការស្លាប់ដែលបន្តដោយការរស់ឡើងវិញចូលទៅក្នុងជីវិតរបស់ព្រះយេស៊ូវគ្រីស្ទគ្មានអ្វីអាចធ្វើឲ្យជីវិតបែបនេះរង្គោះរង្គើបានឡើយនោះគឺជាការរួមតែមួយជាមួយព្រះសម្រាប់គោលបំណងតែមួយដើម្បីធ្វើជាសាក្សីដល់ទ្រង់តែអ្នកពិតជាបានមកដល់ថ្ងៃចុងក្រោយរបស់អ្នកមែនទេជាច្រើនដងអ្នកប្រហែលជាចង់បានធ្វើជាសាក្សីរបស់ព្រះមាននៅក្នុងគំនិតនិងក្តីសុបិនរបស់អ្នកប្រហែលជាមានការរំភើបចិត្តចំពោះគំនិតនៃការទទួលបុណ្យជ្រមុជទឹកចូលក្នុងសេចក្តីស្លាប់ជាមួយព្រះអម្ចាស់ប៉ុន្តែអ្នកពិតជាបានធ្វើមានមែនទេសេចក្តីស្លាប់មានន័យថាអ្នកឈប់នៅកិច្ចខំធ្វើអ្វីដោយខ្លួនឯងតែអ្នកយល់ស្របជាមួយព្រះក្នុងការឈប់ធ្វើជាគ្រីស្ទានបរិសុទ្ធដែលខិតខំនិងខ្នះខ្នែងដោយដែលអ្នកធ្លាប់បានធ្វើរហូតមកដល់ពេលនេះទេយើងដើរជុំវិញទីបញ្ចុះសពគ្រប់ពេលដោយបដិសេធមិនព្រមស្លាប់តែអ្នកត្រៀមខ្លួនរួចរាល់ហើយនៅដើម្បីបញ្ចុះសពរបស់អ្នកជាមួយនឹងព្រះគ្រីស្ទឬអ្នកកំពុងលេងសើចនឹងព្រលឹងរបស់អ្នកតែមានពេលណាមួយដែលអ្នកអាចកំណត់ថាជាពេលចុងក្រោយរបស់អ្នកបានទេតែអ្នកអាចត្រឡប់ទៅវាវិញដោយនៅក្នុងការចងចាំរបស់អ្នកហើយនិយាយដល់ស្មារតីដឹងគុណថាមែនហើយនោះគឺជាពេលការបញ្ចុះសពដែលខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយព្រះបាត់ព្រះសពហាទេឲ្យអ្នករាល់គ្នាបានជាបរិសុទ្ធព្រះគម្ពីរទេសាឡូនីកទី1ចំពោះ4ខ3នៅពេលដែលអ្នកដឹងថាការញែកជាបរិសុទ្ធគឺជាអ្វីដែលព្រះចង់បានអ្នកនឹងចូលក្នុងសេចក្តីស្លាប់រួមជាមួយព្រះគ្រីស្ទតែអ្នកសុខចិត្តធ្វើវាឥឡូវនេះទេតែអ្នកយល់ស្របជាមួយនឹងព្រះថាថ្ងៃនេះជាថ្ងៃចុងក្រោយរបស់អ្នកឬទេពេលវេលានៃការព្រមព្រៀងរបស់អ្នកជាមួយទ្រង់គឺអាស្រ័យលើអ្នកទាំងស្រុងសូមអធិដ្ឋានជាមួយខ្ញុំព្រះបិតាសួរសូមអរព្រគុណព្រះអង្គសម្រាប់អំណោយនៃការចាប់ផ្ដើមជាថ្មីថ្ងៃនេះទូលបង្គំជ្រើសរើសលះបង់បន្ទុកនៃអតីតកាលហើយបោះជំនឿចូលទៅក្នុងជីវិតដែលព្រះអង្គបានរៀបចំសម្រាប់ទូលបង្គំសូមបំពេញចិត្តទូលបង្គំដោយភាពក្លាហានដើម្បីដើរតាមផ្លូវរបស់ព្រះអង្គសូម្បីតែពេលដែលផ្លូវនោះមានអារម្មណ៍មិនប្រកបពជាក៏ដោយសូមធ្វើឲ្យចិត្តទូលបង្គំថ្មីឡើងវិញជាមួយនឹងគំនិតនៃសន្តិភាពសេចក្តីអំណរនិងគោលបំណងសូមឲ្យជំហានរបស់ទូលបង្គំត្រូវបានដឹកនាំដោយប្រាជ្ញារបស់ព្រះអង្គពាក្យសម្ដីពោពេញដោយព្រះគុណហើយសកម្មភាពឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះអង្គទូលបង្គំជឿជាក់ថានៅក្នុងព្រះអង្គអ្វីៗទាំងអស់ត្រូវបានបង្កើតជាថ្មីហើយអនាគតរបស់ទូលបង្គំនឹងមានសុវត្ថិភាពដោយមិនរង្គោះរង្គើទូលបង្គំសូមទូលគ្រប់ការទាំងអស់នេះដោយនៅព្រះនាមរបស់ម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនពេលបងប្អូនស្ដាប់ហើយសូមជួយ share បន្តដល់អ្នកឯទៀតសូមអរគុណ